សួស្តីអ្នកទាំងអស់គ្នាខ្ញុំហ្វុងអេនស្នេហ៍រឿងពេលនេះយើងមកតទៅអាវ៉ាសូនទី7របស់យើងនៅដល់ពេលនេះគឺជាភាពមុនពេលដែលរ៉ាណានរបស់យើងគឺចុងទីពេលហ្នឹងអ្នកទាំងអស់គ្នាហើយមូលិកាគឺនាងដឹងហើយថាពីអ្នកនឹងតាក់ទងគ្នាគឺនាងខឹងមែនតើមិនគួរណាក្មេងស្រីម្នាក់ហ្នឹងគឺអាចយកបេះដូងរបស់ថាយិនបានណាគឺនាងក្តៅឆេះទាំងយប់ហ្នឹងហ្មងហើយនាងមានកណិតថ្មីទៀតហើយអ្នកទាំងអស់គ្នាហើយកណិតហ្នឹងគឺជាកណិតដែលចង់ធ្វើបាបរ៉ាណានរបស់យើងទៀតហើយអ្នកទាំងអស់គ្នាហើយស្នាមញ៉ាំមិនសាញ់មកកូននេះអត់ចេះឈប់អត់ចេះឆយសោះចំណែកឈ្នេះនេះហ្មងហើយនាងក៏បានខលទៅកាន់រ៉ាណានចឹងណាហើយក៏សេះហៅទៅកាន់រ៉ាណានថាសួស្តីក្មេងតើតើស្គាល់ខ្ញុំបានអត់ហើយទៅដល់លេងមួយបងថាយិននឹងសប្បាយអត់ហើយតែនាងក៏ថាខ្ញុំនឹងធ្វើបាបនាងស្រាពេកមែនបានជានាងភើណាថ្នាក់នឹងខ្ញុំសុំប្រាប់ហើយបើសិនជានាងមិនបែកគ្នាជាមួយនឹងបងថាយិនទេខ្ញុំនឹងសម្លាប់នាងហើយនឹងសម្លាប់បងថាយិនចោលហើយរ៉ាណានគឺនាងភ័យអ្នកដល់គ្នាមកដល់គម្រាមនាងអញ្ចឹងគ្នាមិនភ័យហើយគ្នាពងបាក់ចិត្តរឿងផ្សេងផងមកដល់មានគេគម្រាមអញ្ចឹងទៅមានអារម្មណ៍ថាដូចជាសម្ពាធខ្លាំងមែនតើនាងក៏បាននិយាយទៅកាន់ស្មារបស់នាងថាគឺនាងអត់ចង់បាយជាមួយនឹងបងថាយិនទេព្រោះនាងស្រឡាញ់បងថាយិនខ្លាំងមែនតើហើយពេលនេះគឺបាក់ចិត្តទាំងអស់គ្នាតែម្ដងទាំងយប់ហ្នឹងបាក់យកតែមែនតើណាហើយកាន់មកមើលទីពេលនេះវិញគឺជាពេលដែលប្រាដានមកយើងគឺចូលទីពេលអ្នកទាំងអស់គ្នាហើយបងស្រីរបស់គេក៏បានមើលកដាពិនិត្យសុខភាពបារានដែរនេះចឹងណាហើយគឺនាងមានជំងឺខ្លាំងមែនតើដូចជាធ្ងន់ធ្ងរខ្លាំងណាស់ដល់ថ្នាក់វាកាត់អីទៀតផងហើយជំងឺនឹងដែរគឺជាជំងឺបាក់ទឹកចិត្តអ្នកទាំងអស់គ្នាហើយតាំងពីក្មេងមកហើយកាន់មកមើលផ្ទះធំនេះវិញគឺជាផ្ទះរបស់ថាយិនហើយថាស៊ីអ្នកទាំងអស់គ្នាតែប៉ាម៉ាក់របស់គេឥឡូវគេមកជួបជុំគ្នាវិញហើយព្រោះតាម៉ាក់របស់គេគឺបានចេញពីមន្ទីរពេទ្យរហើយនៅពេលដែលជួបជុំគ្នាអញ្ចឹងទៅវាសប្បាយអញ្ចឹងណាហើយថាស៊ីក៏បានសុំម៉ាក់របស់គេនឹងចេញទៅក្រៅព្រោះនៅនឹងរៀងញញ៉ាយពេកគាត់ក៏បានចេញមកស្រូបយកខ្យល់អាកាសអីចឹងទៅហើយនៅឈរនៅមុខអាងមួយគាត់ក៏បានឈរគិតម្នាក់ថាដូចជានឹកដល់សង្សាររបស់គេដល់អ្នកខានជួបគ្នាយូរហើយឡើងមួយខែនឹងទុកគេចោលទៀតជំរឿបំទេទៅខ្លាចតែអាណានឹងសេអ្នកដល់គ្នាហើយគេក៏បាននិយាយទៅកាន់អាណានេះចាថាសួស្តីបងស្រីតើបងស្រីសុខសប្បាយអត់ខានជួបគ្នាយូរហើយបងស្រីមានកណិតថាចង់ទៅរៀនវិញថ្ងៃណាខ្ញុំសុំទៅដែរហើយអាណានក៏តបវិញថាអត់ធ្វើអីនឹងខ្លួនឯងថាស៊ីឯងចាំមើលបំខ្លាចតែបែកគ្នានេះហើយក៏បានបិទទូរស័ព្ទអីចឹងទៅព្រោះវាអត់យល់ដែរហើយតាស៊ីក៏និយាយថាខ្ញុំធ្វើអីគេខលស្គួតមែនហើយកាន់មកមើលម៉ាក់របស់គេវិញដែរកំពុងតែនិយាយទៅកាន់កូនរបស់គេដែរកំពុងញ៉ាំអាលឹកអីចឹងណាហើយកូនគេនឹងក៏សួរថាម៉ាក់មានរឿងអីមែនម៉ាក់គេក៏និយាយថាម៉េចម៉ាក់យ៉ានឹងអត់បានទៅរៀនណាហើយឥឡូវឯងនឹងទៅរៀនមែនគាត់ថាគាត់ប្រហែលជាអត់បានទៅរៀនទេនៅមើលម៉ាក់របស់គេចឹងណាហើយម៉ាក់របស់គេក៏និយាយថាបើសិនជាមិនទៅរៀនទេចាំឆៃនឹងជូនគាត់ទៅផ្សារទៅម៉ាក់អីចឹងណាព្រោះគាត់រៀងតែនេះដែរថ្ងៃស្អែកគឺគាត់អត់ទៅធ្វើការទេគាត់ចាំទៅធ្វើការអាទិត្យក្រោយហើយកាន់មកមើលទីពេទ្យនេះវិញគឺអ្នកគ្រូពេទ្យបានមកពិនិត្យសុខភាពរបស់រ៉ាណានទៀតហើយគេក៏បានបញ្ជាក់ថារ៉ាណានត្រូវវះកាត់ជីវ័ននៅអាទិត្យក្រោយហ្នឹងបើសិនជាមិនចឹងទេគឺធ្ងន់ធ្ងរបាក់ជាបានហើយចឹងណាហើយអាណានក៏និយាយទៅកាន់គ្រូពេទ្យហ្នឹងថាចាដឹងហើយពេលហ្នឹងគឺរ៉ាណានគឺបានភ្ញាក់ពីស្លាប់អ្នកទាំងគ្នាហើយគេសួរសុខទុក្ខគ្នាអញ្ចឹងណាហើយរ៉ាណានក៏និយាយថាខ្ញុំមានអីណាហើយធ្វើមុខអញ្ចឹងកុំបាក់ចិត្តពេកមើលខ្ញុំមានកាត់អីណាហើយពេលហ្នឹងគឺអាណានក៏បានប្រាប់ទៅកាន់ម៉ាក់របស់គេថាពេលនេះប្រហែលជារ៉ាណានឃ្លានហើយឲ្យម៉ាក់នឹងទៅទិញអីឲ្យរ៉ាណានផងហើយនាងនឹងទៅបើកត្រាំពេទ្យអីចឹងណាហើយនៅពេលនេះគេលាគ្នាអញ្ចឹងទៅហើយនៅពេលដែលល្ងាចបន្តិចហ្នឹងរ៉ាណានក៏បានចូលពីខែគេងហើយប្រទះជាមួយនឹងកដាស់អ្នកគ្រូពេទ្យដែលកំពុងតែនិយាយការមុនហ្នឹងហើយក៏ធ្លាក់អញ្ចឹងណាហើយរ៉ាណានក៏បានចូលមករស់មើលទៅហើយនៅពេលដែលឃើញអាកដាស់ហ្នឹងហើយគឺនាងតក់ស្លុតខ្លាំងមែនតែនព្រោះតែឃើញជំងឺរបស់នាងធ្ងន់ធ្ងរពេកហើយត្រូវវាកាត់អីទៀតផងគឺញញ៉ាយខ្លាំងមែនតែនហើយពេលហ្នឹងបងស្រីរបស់គេក៏បានមកឃើញបងស្រីរបស់គេកំពុងតែមើលអាកដាស់ដែលពិនិត្យសុខភាពហ្នឹងណាគឺនាងនិយាយទៅរៀងភ័យដែរព្រោះលាក់បងស្រីហើយបងស្រីគេក៏សួរថាបើធ្ងន់ធ្ងរដល់ថ្នាក់ហ្នឹងហេតុអីក៏មិនប្រាប់គាត់
អាណានក៏និយាយថាព្រោះគាត់នឹងអត់ចង់ឲ្យរ៉ាន់រ៉ាន់បាក់ចិត្តច្រើនដល់យំចឹងណាហើយពេលនេះរ៉ាន់រ៉ាន់គឺយំហើយអ្នកទាំងអស់គ្នាព្រោះនាងបាក់ចិត្តពេកចុះហើយបងស្រីគេក៏បានលួងផូនស្រីគេចឹងទៅថាអូនឯងកុំបាក់ចិត្តច្រើនព្រោះវាកាត់នឹងអត់អីទេហើយរ៉ាន់រ៉ាន់ក៏បានមកបងស្រីរបស់នាងហើយរៀបរាប់ទុកសោករាយនាងលាក់មកជាយូរអីព្រោះពេលនេះគឺនាងអត់ចង់បាយជាមួយនឹងបងថាយិនទេព្រោះនាងស្រឡាញ់ខ្លាំងមែនតើហើយបើមានជំងឺចឹងទៀតខ្លាចមានរឿងតាក់ទងអីវិញឆ្ងាយចឹងណាហើយនាងក៏បាននិយាយថាគឺពេលនេះគឺនាងសម្រេចចិត្តច្បាស់ហើយគឺនាងអត់ចង់ឲ្យប្របាក់ទាំងពីរហ្នឹងទេព្រោះនាងសុខចិត្តប្របាក់ខ្លួនឯងនាងក៏បានខកទៅកាន់ថាយិននេះចឹងណាហើយក៏បានប្រាប់ទៅកាន់ថាយិនថាពេលនេះតើបងនៅណាអូននឹងនិយាយជាមួយនឹងបងមួយផ្លែតបានអត់គឺជារឿងសំខាន់ខ្លាំងមែនតើណាជារវាងពួកយើងហើយអូនចង់ប្រាប់បងថាពេលនេះពួកយើងបែកគ្នាទៅព្រោះអូនគិតថាវាអត់សមស្របជាមួយនឹងពួកយើងទេហើយថាយិនក៏សួរថាហេតុអីមិនក៏មានរឿងបែបហ្នឹងហើយអូនមានរឿងអីមែនហើយរ៉ាណានក៏និយាយថាអត់មានរឿងអីតែអូនគិតថាពួកយើងគឺមិនអាចតទៅមុខបានទៀតទេព្រោះអូនគិតថាពួកយើងនឹងគឺមិនអាចសមគ្នាតែម្ដងបងរើសអ្នកថ្មីទៅចោះព្រោះអូនលែងត្រូវការបងហើយបងលឺអត់ហើយនៅពេលនេះគឺបងឈប់តាក់ទងជាមួយនឹងអូនទៀតហើយក៏បាត់ទូរស័ព្ទបាត់ទៅនាងបាត់ទាំងបាក់ចិត្តហ្មងហើយពេលហ្នឹងគឺសេតពេញបន្ទប់តែម្ដងអ្នកទាំងអស់គ្នាថាយិនក៏គាត់ចង់សួរទៅកាន់រ៉ាណានឹងដែរតើមានរឿងអីបានជាធ្វើឲ្យរ៉ាណានឹងសុំបាយគាត់ណាគាត់គឺបាក់ចិត្តខ្លាំងមែនតើមិនគួរណាមានរឿងនឹងកើតឡើងគាត់គិតនិយាយទៅមកយប់នឹងប្រហែលជាមិនបានគេងទេមើលទៅហើយបងប្រុសរបស់គាត់នឹងក៏ឆ្ងល់នឹងគាត់ដែរតើមានរឿងអីមែនបានជាធ្វើឲ្យបងប្រុសរបស់គាត់នឹងបាក់ចិត្តហើយយំដល់ថ្នាក់ហ្នឹងហើយបងប្រុសគេក៏និយាយថាគឺសង្សាររបស់គាត់នឹងសុំបាយគាត់ចឹងណាហើយពេលនេះគឺអត់ដឹងថាមានរឿងអីទេបានជាធ្វើឲ្យនាងនឹងសុំបាយគាត់ចឹងហើយនិយាយទៅមកយប់នឹងប្រហែលជាគ្មានបានគេងទេអ្នកទាំងអស់គ្នាហើយថាស៊ីនឹងក៏គាត់គិតដែរថាមិនក៏មួយរយៈហ្នឹងដូចបាក់ចិត្តខ្លាំងមែនហើយគាត់ក៏គិតថាគាត់នឹងកើតអីនេះខាន់ជួបគ្នាជាមួយនឹងសង្សាររបស់គាត់ខ្លាចតែសង្សាររបស់គាត់នឹងសុំគាត់បែកដែរវ៉ានឹងចប់ហ្មងព្រោះគាត់អត់បានតាក់ទងជាមួយនឹងអាណានបើយើងចិត្តកន្លះខែណាដល់គ្នាហើយគាត់សង្ឃឹមថាគាត់នឹងមិនមានរឿងនឹងកើតឡើងចំពោះគាត់ដែរទៅចោះមើលផឹកឡើងនឹងថាយិនក៏បានជូនមកបកេនឹងមកផ្សាយចឹងណាហើយនៅពេលនោះគឺបានជួបជាមួយនឹងអាណាតែគាត់ស្មានតារ៉ាន់គាត់ក៏បានសួរថាតើជារ៉ាន់មែនពេលងាកខ្វាច់មកអាណាសោះហើយគាត់ក៏បាក់ចិត្តដែរព្រោះស្មានអាសង្សាររបស់គាត់ហើយអាណាក៏បានមកសួរថាតើឯងនឹងមានរឿងអីមែនឬក៏ចង់ចូលជាមួយនឹងរ៉ាន់ហើយថាយើងក៏សួរថាតើរ៉ាន់នឹងមានរឿងអីមែនហើយតើគាត់នឹងនៅតែអត់អាណាក៏គិតមកផ្លែថាព្រោះគាត់អត់ចង់ប្រាប់គាត់ក៏បាននិយាយថាអាណានឹងតែឲ្យអត់មានរឿងអីហងហើយអ្នកទាំងពីរនឹងមានរឿងអីមែនសួរដូចអត់ដឹងរឿងអីចឹងណាហើយក៏បានដើរចេញពីហាងនឹងបាត់ទៅម៉ាក់បកេក៏បានសួរទៅកាន់កូនប្រុសរបស់គេថាមានរឿងអីមែនហើយម្នាក់ស្រីនឹងគឺជាណាគេគឺជាសង្សាររបស់ថាយិននឹងមែនហើយថាយិនក៏បាននិយាយថាមែនទេមិនមែនជាសង្សារទេគ្រាន់តែជាបងស្រីសង្សារខ្ញុំតើហើយម៉ាក់បកេក៏សួរថាកូនឯងមានសង្សារហើយអត់នាំឲ្យម៉ាក់ស្គាល់សោះសង្សារនឹងឈ្មោះអីហើយថាយិនក៏និយាយថាគឺតាក់ទងគ្នាយូរហើយប៉ុន្តែពួកយើងទាំងពីរគឺបានបែកគ្នាបាត់ហើយម៉ាក់បកគេក៏សួរទាំងច្រឡោនឹងថាហេតុអីបានជាបែកគ្នាមានរឿងអីមែនបានជាធ្វើឲ្យបែកគ្នាឬក៏កូនឯងនឹងក្បត់ចិត្តគេបានជាធ្វើឲ្យគេនឹងបែកគ្នាជាមួយនឹងកូនឯងនឹងហើយឥឡូវនិយាយមកមិនក៏បានជាធ្វើឲ្យបែកគ្នាចឹងថាយើងក៏បានប្រាប់ថាគឺគាត់អត់ដឹងទេមូលហេតុពិតគឺគាត់អត់ដឹងទេហេតុអីបានជាធ្វើឲ្យសង្សាររបស់គាត់នឹងសុំគាត់បែកហ្នឹងហើយម៉ាក់បកគេក៏និយាយថាអត់អីទេចាំសម្រាប់សម្រួលគ្នាវិញទៅគឺអត់អីទេគ្រាន់តែរឿងទីទួចហ្នឹងស្នេហាក្មេងៗអញ្ចឹងទៅហើយក៏បានត្រឡប់មកផ្ទះវិញអញ្ចឹងទៅហើយក៏បានឃើញឡានអីចឹងណាគាត់ក៏បានមកទៅមើលទៅឃើញតែជា
បងប្អូនជីដូនមួយបើគាត់ហើយក៏បានសួរសុខទុក្ខគ្នាចេះចុះចឹងណាហើយក៏បានអ្នកទាំងអស់គ្នានឹងមកញ៉ាំបាយថ្ងៃអញ្ចឹងទៅហើយនៅពេលដែលញ៉ាំបាយអញ្ចឹងទៅគេក៏បានសួរគ្នាពីនេះមនុស្សអីចឹងណាថាយើងក៏បានសុំប៉ាម៉ាក់បាគេនឹងចេញទៅក្រៅព្រោះអត់ចង់នៅស្ដាប់ចាស់គេនិយាយគ្នាអញ្ចឹងហើយក៏បានរវល់ទាំងថាស៊ីនឹងទៅដែរហើយម៉ាក់មូលកាក៏បានសួរទៅកាន់ម៉ាក់ថាយិនថាតើសុខភាពនឹងមិនចាយបានធូរខ្លះនៅម៉ាក់ថាយិនក៏និយាយថាហ្នឹងឯងខ្ញុំសុខភាពធម្មតាតែហើយនិយាយគ្នាចោះឡើងចោះឡើងយកប្រយហើយថាយិនក៏បានសួរទៅកាន់បងប្រុសគាត់ថាតើមានមូលហេតុអីបានជាធ្វើឲ្យសង្សាររបស់យើងនឹងសុំគេបាយចឹងទៅហើយថាស៊ីក៏និយាយថាអត់មានមូលហេតុអីច្រើនទេភាគច្រើនបើមនុស្សស្រីគេមានមូលហេតុច្រើនខ្លាំងមែនតើគឺមនុស្សប្រុសគឺបាក់យល់ខ្លាំងមែនតើតតែឆែកអ៊ីនធឺណិតហើយបងគេក៏សួរថាតើឥឡូវអណៃសាក់ឆែកមើលតើមានរឿងអីទៅអ្នកទាំងពីរក៏បានឆែកអ៊ីនធឺណិតមើលបែកអូហូស្ទឹងអីចឹងទៅហើយវ៉ាសូនទី18របស់យើងគឺបានចាប់ហើយអ្នកទាំងអស់គ្នាហើយកុំភ្លេច subscribe channel មានអ្នកមួយផងណាអរគុណ thank you I love you